បងនៅប៉ុណ្ណឹងគេមិនទាន់ថាចាស់ទីណាអាយុមិនទាន់ហាកុំអាលហៅបងនីងថាជាអ៊ំហៅពូវាក៏មិនស៊ីហៅតារឹតតែមិនសមតែបើហៅឲ្យចំមានតែបងទេសាសមបំផុតកុំឃើញបងអញ្ចឹងគិតថាបងនេះហួរដើរលេប្រុសវាមិនដូចស្រីទេអាយុប៉ុន្មានក៏មិនផុតកំណត់ឲ្យតែមានដុល្លារមិនភ័យទេរឿងគូអនាគតជិលគិតនាំតែហត់សំខាន់បងស្អាតនៅចង់សប្បាយល្មមឈប់ចាត់ទុកបងជីវធម៌បុរាណទៀតទៅសក់បងមិនទាន់ស្កើនៅកម្លាំងដូចកំលោះទាំងឡាយអាយុប្រន់តែទួនលេខគិតធ្វើអីនាំតែវែងឆ្ងាយចាំអាយុកៅផ្លាយចាំទុកបងជីវធម៌បុរាណក៏ហៅទៀតអូនឆ្លើយទៅក៏ដឹងតែបាញ់បងញ៉ែថាមកចាស់មកគេសិនមិនទៅទទួលប្រានគុកកលោមិនបានគាត់គិតខាងបានជីវធម៌បុរាណគឺសំណាក់អូនបាញ់មកក្រោមនៅទុកប្រលឹកមកតសអាយុ35ចុះនៅតែសងណាមិននិយាយជាស្រីជីវធម៌ទៅវិញបងនៅប៉ុណ្ណឹងគេមិនទាន់ថាចាស់ទីណាអាយុមិនទាន់ហាកុំអាលហៅបងនីងថាជាអ៊ំហៅពូវាក៏មិនស៊ីហៅតារឹតតែមិនសមតែបើហៅឲ្យចំមានតែបងទេសាសមបំផុតកុំឃើញបងអញ្ចឹងគិតថាបងនេះហួរដើរលេប្រុសវាមិនដូចស្រីទេអាយុប៉ុន្មានក៏មិនផុតកំណត់ឲ្យតែមានដុល្លារមិនភ័យទេរឿងគូអនាគតជិលគិតនាំតែហត់សំខាន់បងស្អាតនៅចង់សប្បាយល្មមឈប់ចាត់ទុកបងជីវធម៌បុរាណទៀតទៅសក់បងមិនទាន់ស្កើនៅកម្លាំងដូចកំលោះទាំងឡាយអាយុប្រន់តែទួនលេខគិតធ្វើអីនាំតែវែងឆ្ងាយចាំអាយុកៅផ្លាយចាំទុកបងជីវធម៌បុរាណក៏ហៅទៀតអូនឆ្លើយទៅក៏ដឹងតែបាញ់បងញ៉ែថាមកចាស់មកគេសិនមិនទៅទទួលប្រានគុកកលោមិនបានគាត់គិតខាងបានជីវធម៌បុរាណគឺសំណាក់អូនបាញ់មកក្រោមនៅទុកប្រលឹកមកតសអាយុ35ចុះនៅតែសងណាមិននិយាយជាស្រីជីវធម៌ទៅវិញបងនៅប៉ុណ្ណឹងគេមិនទាន់ថាចាស់ទីណាអាយុមិនទាន់ហាកុំអាលហៅបងនីងថាជាអ៊ំហៅពូវាក៏មិនស៊ីហៅតារឹតតែមិនសមតែបើហៅឲ្យចំមានតែបងទេសាសមបំផុតកុំឃើញបងអញ្ចឹងគិតថាបងនេះហួរដើរលេប្រុសវាមិនដូចស្រីទេអាយុប៉ុន្មានក៏មិនផុតកំណត់ឲ្យតែមានដុល្លារមិនភ័យទេរឿងគូអនាគតជិលគិតនាំតែហត់សំខាន់បងស្អាតនៅចង់សប្បាយល្មមឈប់ចាត់ទុកបងជីវធម៌បុរាណទៀតទៅសក់បងមិនទាន់ស្កើនៅកម្លាំងដូចកំលោះទាំងឡាយអាយុប្រន់តែទួនលេខគិតធ្វើអីនាំតែវែងឆ្ងាយចាំអាយុកៅផ្លាយចាំទុកបងជីវធម៌